บาทยังไงบาสันจียืงมันเป็นจัดเนี่ยนามันเนี่ยเราขนมFacebook ระบอบยืงแต่chỉ mật ระบอบยืงยังไงจังยืงโจลมากันFacebook ระบอบยืงมากบาทยังไงจังบรรทบมาเตี้ยยืงมือตะขังเหลือตรังกระไรรูปโปรไฟล์ระบอบยืงยังถือการจดมากบาทจังบรรทบมาเตี้ยยืงโจลมามือตรังกันแรงเตี้ยท้ามือแต่งออกบาทมือแต่งออกเนี่ยมันในไทยยืงมือเขาថា friend ឬក៏មិត្តរបស់យើងទាំងអស់នេះយើងចង់ដឹងថាតើយើងចង់គេថា unfriend អ្នកណាម្នាក់បាទបើសិនជាយើង unfriend បែបនេះអានេះគឺជាការ update បែបថ្មីបំផុតបើសិនជាយើង unfriend បែបនេះគឺអ្នកដែលត្រូវយើង unfriend គាត់ហ្នឹងគឺគាត់អត់ដឹងទេថាយើងនឹង unfriend ឬក៏ប្រតិកម្មតាក់ទងជាមួយគាត់បាទអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំលើកជាឧទាហរណ៍មួយដើម្បីចែកជូនដល់មិត្តយើងទាំងអស់គ្នាបែបនេះបាទហ្នឹងហើយបាទឥឡូវយើងធ្វើការរើសមកបាទយើងធ្វើការជ្រើសនៅម្នាក់នេះគេហៅថា Nicky មកនេះជាភាសាថៃបាទយើងធ្វើការចុចចំ profile របស់គាត់មកបាទបន្តមកទៀតយើងមើលចំត្រង់កន្លែងពាក្យថាមិត្តភ័ក្តិបាទយើងធ្វើការចុចមកចឹងទាំងអស់នេះមិត្តយើងទាំងអស់គ្នាយើងធ្វើការជ្រើសមួយណាបាទទី1ហ្នឹងគឺលែងតាមដានទី2សម្រាប់ហើយក៏ទី3ហ្នឹងកែសម្រួលបញ្ជីមិត្តភ័ក្តិទី4ហ្នឹងគឺចំណូលចិត្តហើយក៏ទី5ហ្នឹងគឺឈប់ជាមិត្តបាទទី5នេះបើសិនជាយើងធ្វើការចុចឈប់ជាមិត្តហ្នឹងបានន័យថាមិត្តរបស់យើងគេដឹងថាយើងហ្នឹងឈប់ជាមិត្តរបស់គេព្រាមបាទបើអញ្ចឹងចំណុចនេះគឺយើងកុំធ្វើបាទយើងត្រូវធ្វើចំណុចទី2ចំណុចទី2ហ្នឹងគឺពាក្យថាសម្រាប់បាទបើចេញធ្វើការចុចមកបាទហ្នឹងហើយទាំងអស់គឺចេញមក3នេះបងប្អូនធ្វើការចុចឲ្យលើមុនគេមកបាទបន្ទាប់មកទៀតយើងមើលមកខាងក្រោមត្រង់កន្លោនខាងក្រោមយើងធ្វើការចុចខាងក្រោមមកបាទហ្នឹងហើយកុំមើលខាងលើណាយើងមើលខាងក្រោមមកចុចខាងក្រោមមកបាទតមកទៀតយើងចុចនៅពាក្យថារក្សាទុកបាទអញ្ចឹងចំណុចទី2ហ្នឹងគឺយើងធ្វើការចុចចំត្រង់កន្លែងចំណុចទី2ហ្នឹងយើងធ្វើការចុចមកបាទហើយក៏បន្តមកទៀតបើនិយាយចំហ្នឹងគឺខាងក្រោមទាំងអស់បាទយើងធ្វើការចុចខាងក្រោមនេះមកបាទនឹងធ្វើការរក្សាទុកបាទឥឡូវហ្នឹងចូលមកដល់ចំណុចទី3បាទយើងធ្វើការចុចមកបាទហ្នឹងហើយចំណុចទី3ហ្នឹងក៏ដូចគ្នាដែរបិទយើងទាំងអស់គ្នាមើលខាងក្រោមយើងចុចចំកន្លោនខាងក្រោមមកបាទហើយក៏បន្តមកទៀតគឺយើងធ្វើការចុចពាក្យថារក្សាទុកបាទធ្វើការចុចមកបាទបន្តមកទៀតគឺចេញមកបែបហ្នឹងយើងធ្វើការចុចចំត្រង់កន្លែងក្រហមពាក្យថាចាក់ចេញបាទយើងធ្វើការចុចមកបាទហ្នឹងហើយបាទអញ្ចឹងបានន័យថាយើងរួចរាល់ហើយបងប្អូនទាំងអស់គ្នាចេញខាងក្រោមពណ៌ផ្ទាំង QQ ហ្នឹងមកបាទហ្នឹងហើយបើសិនជាបែបនេះបានន័យថាយើងនៅជាមិត្តភក្តិដដែលណាក៏ប៉ុន្តែលក្ខណៈថាបើសិនជាបុគ្គលនេះបាទបើសិនជាមិត្តរបស់យើងម្នាក់នេះគាត់ធ្វើការផុសអ្វីក៏ដោយផុសយ៉ាងណាក៏ដោយឬក៏แชร์យ៉ាងណាក៏ដោយគឺបានន័យថាយើងឈប់ឃើញឈប់អីជាមួយនឹងបុគ្គលម្នាក់នេះទៀតហើយបាទហ្នឹងហើយបាទនេះគឺវិធីនេះពិតជាងាយស្រួលណាស់ក៏ប៉ុន្តែលក្ខណៈថានៅជាមិត្តភក្តិដដែលតែបើសិនជាយើងចង់បើគាត់ឡើងវិញចង់ឃើញសារបង្ហោះរបស់គាត់ឡើងវិញនេះគឺយើងធ្វើការចុចបើកវិញមកជាធម្មតាបាទហ្នឹងហើយហើយក៏ហ្នឹងហើយម្យ៉ាងវិញទៀតបែបនេះគឺបានន័យថាងាយស្រួលបំផុតហើយក៏ក្នុងការដែលយើងធ្វើបែបនេះហ្នឹងគឺបានន័យថាមិត្តរបស់យើងមិនដឹងថាយើងនឹងធ្វើការគេហៅថា unfriend គាត់ទេបាទហ្នឹងហើយហើយក៏បាទបើអញ្ចឹងមិត្តទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណេះឯងសូមបញ្ចប់នៅវីដេអូនេះដោយសង្ខេបប៉ុណ្ណេះឯងហើយក៏សូមពឹងដល់មិត្តយើងទាំងអស់គ្នាបន្តិចបានទេថាជួយធ្វើការចុច like comment ឬក៏ follow ម្នាក់មួយផងបាទហ្នឹងហើយអរគុណច្រើនមិត្តទាំងអស់គ្នា